តោះឥឡូវយើងទៅរៀនអំពីមូលដ្ឋានគ្រឹះនៃការគូភ្នែករបស់ម៉ាស៊ីន M5 អញ្ចឹងចូលមេនុយចងក្រងឯកសារហើយបង្កើតឯកសារថ្មីបន្តមកទៀតយើងដាក់ឈ្មោះតេស្តមក TST test 1មកហើយបន្តទៀតយើងចុច enter ហើយកន្លែងនេះគឺយើងអាចគូបានហើយយើងសេរីមកពុំយើងកន្លែងណាយើងចង់គូតាមពុំដែលយើងកាត់ណាអញ្ចឹងដល់កន្លែងនេះថាយើងចង់គូយើងចុចប្រមូលមួយមកបន្តមកទៀតចុចសញ្ញាដកមកវាចេញភ្នែកហើយឧទាហរណ៍ថាពុំយើងបែបនេះត្រង់អញ្ចឹងយើងគូមកហើយទៅថាមាន2កលៈចុចដកមួយចុចមកទៀតការប្រមូលហើយចុចបើកភ្នែកវិញនេះមកគេអញ្ចឹងដល់ពេលដែលយើងផ្លាស់ភ្នែកទី2គឺយើងត្រូវតែចុចនេះមួយហើយដកមកទៀតគូមកឃើញទេបើសិនជាយើងមិនដកគឺវាជាប់ភ្នែកហើយឧទាហរណ៍គូពុបអូនេះ laser នេះយើងจะប្រើសញ្ញាដកអត់អីអញ្ចឹងយើងបើយើងមិនចុចសញ្ញាដកយើងប្រមូលមកវាជាប់ភ្នែកទេជាប់អញ្ចឹងឥឡូវយើងហាគូហើយយើង save ហើយអញ្ចឹងភ្នែកបានតានេះអញ្ចឹងកាលនេះយើងចង់សេរីភ្នែកនេះវែងជាងហ្នឹងឬខ្លីជាងហ្នឹងយើងអាចហ្នឹងហើយយើងកែភ្នែកឧទាហរណ៍ជានឹងដែលតោះនេះកែប្រែ no បន្តមកទៀតយើងកែសម្រួលនួនជុលចុចលើវាមកឧទាហរណ៍យើងចង់បានខ្លីពី3បញ្ជុលចង់បានខ្លី3បញ្ជុលណាចង់ឲ្យវាខ្លីជាងហ្នឹងទៀតណាអញ្ចឹងយើង select លើវាមកចុចឡើងជ្រើសតែមួយមកយកជំរើសយកទាំងផ្នែកដោយផ្នែកមិនយកទាំងអស់នេះអាពណ៌ក្រហមដើម្បីឲ្យភ្នែកយើងទាំងអស់ហ្នឹងអត់យកទាំងអស់អញ្ចឹងយកតែជា select វាយក select វាអូនេះវាវែងពេកបាត់អសខ្មែរអត់អានទេ